ក្មួយប្រុសដោយសែនក្បាលខូចរបស់ខ្ញុំឃ្លានញ៉ាំនំមិនជំនឿខ្ញុំប្រើឲ្យធ្វើអីក៏មិនធ្វើដែរប្រើកាត់ភ្លើងតមាត់ជាមួយខ្ញុំថាមិញឯងអត់ធ្វើបញ្ជំនឿឲ្យខ្ញុំញ៉ាំផងខ្ញុំមិនធ្វើទេស្រាប់តែនិយាយចឹងខ្ញុំថ្ងៃនេះដាច់ចិត្តធ្វើបញ្ជំនឿឲ្យក្មួយញ៉ាំហើយទៅបីរវល់ប៉ុណ្ណាក៏ត្រូវតែឆ្លៀតដែរធ្វើនំបញ្ជំនឿថ្ងៃនេះធ្វើរៀងច្រើនដែរប្រើម្សៅឡើង2គីឡូហ្នឹងសំណុំដែរបងប្អូនច្រើនហើយស្រុកខ្ញុំហៅនំបញ្ជំនឿចុះស្រុកបងប្អូនវិញហៅនំអីខ្ញុំអ្នកខ្លះក៏គេលឺហៅផ្សេងគ្នាអញ្ចឹងណាអញ្ចឹងហើយស្រុកខ្ញុំគេហៅបញ្ជំនឿអញ្ចេះឯងខ្ញុំចាប់ផ្ដើមលាយម្សៅកាច់កវាដើម្បីយកមកលុញហើយប្រើទឹករៀងច្រើនដែរព្រោះអីយើងម្សៅកិនម្សៅហុយអញ្ចឹងណាអត់ដូចម្សៅយើងកិនដៃទេបើម្សៅយើងកិនដៃក្លិនឈ្ងុយហើយម្សៅយើងអត់ពិបាកប្រើទឹកទេកាច់ករៀងទន់ល្មមគឺលុញយកបានតែហ្មងខ្ញុំកាច់ករៀងយូរដែរខានធ្វើនំរៀងយូរដែរហើយរវល់ពេកអត់មានពេលធ្វើនំអញ្ចឹងហើយក្មួយទាណាពេកត្រូវតែធ្វើឲ្យហូបបើមិនអញ្ចឹងទេប្រើប្រកាត់ភ្លើងក៏មិនបានប្រើលាងចានក៏មិនបានដែរក្មួយខ្ញុំកាច់កម្សៅទុកមួយឡែកហើយមកមើលដាំបាយស្តែកចាប់ផ្ដើមលុញស្នូលហើយខ្ញុំអត់ចូលចិត្តដាក់លឹកខ្ទឹមទេកាលណាដាក់លឹកខ្ទឹមរៀងក្លិនរៀងឈួលពេកអញ្ចឹងហើយក៏សម្រេចចិត្តថាអត់ដាក់អត់ចូលចិត្តហ្មងណាពេលនេះមកលុញហើយលុញតែឯងទេលុញធំដែរព្រោះអីយើងធ្វើហូបអញ្ចឹងអត់ពិបាកស្បិតត្បៀតម្សៅធ្វើទូចធ្វើអីទេចូលចិត្តប៉ុណ្ណាស្រឡាញ់ប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅនេះឡើងប៉ុនក៏ដៃស្ងោរទៅមកតែរៀងឆ្អិននឹងវាយូរដែរស្ងោរកាលណាយើងឃើញតែចឹងហើយគឺឆ្អិនហើយតែទៅស្រង់វាទុកឲ្យយូរបន្តិចចាំស្រង់មិនមែនតែព្រាមស្រង់ភ្លាមណាតែតែភ្លាមស្រង់ភ្លាមអត់តាន់ឆ្អិនល្អទេខ្ញុំទុករៀងយូរតិចបានស្រង់យកមកដាក់ក្នុងទឹកត្រជាក់ដើម្បីអីវាត្រជាក់ទៅយើងស្រង់យកមកដាក់ជាមួយទឹកស្កររបស់យើងពេលនេះខ្ញុំលុញអានំធំហ្នឹងរួចអស់ហើយសល់ម្សៅកូនខ្ញុំធ្វើនំកូនត្រីចូលចិត្តណាក្មេងមិនថាគេមិនថាខ្ញុំទេកាលនៅពីទួយឲ្យតែឃើញម៉ែធ្វើមិនជំនឿអញ្ចឹងតែសុំម៉ែចង់លុញនំកូនត្រីនឹងឯងពេលលុញនំលុញអីរួចអស់ហើយចាប់ផ្ដើមមកដាំទឹកស្ករបងប្អូនសាក់ដាំតាមខ្ញុំឆ្ងាញ់តានាហ្មងដាក់លឹកតយតិចទៅឈ្ងុយតែកុំដាក់ថង់ដូចខ្ញុំណាដៃរបត់ថង់ភ្លុចចូលអត់មានស្ករត្នោតទេមានតែស្ករសនេះឯងអញ្ចឹងហើយដាំទឹកឲ្យពុះដាក់លឹកតយយើងទៅដាក់ស្ករសចូលមកល្មមយើងគិតថាផ្អែមល្អណាហើយយើងរងាស់ទឹកស្ករនឹងឲ្យយូរបន្តិចឲ្យវាដាច់ទឹកបន្តិចទៅដើម្បីទឹកស្កររបស់យើងឡើងរៀងខាប់ពេលឡើងរៀងខាប់ទៅឆ្ងាញ់ហើយនំបញ្ជំនឿរបស់យើងរួចហើយយកមកចាក់ជាមួយដាក់ជាមួយបាញ់ជំនឿយើងមកឲ្យវាចូលជាតិគ្នាពេលខ្ញុំចាក់នឹងរៀងទុកមកស្ទុះឲ្យរៀងត្រជាក់បន្តិចខ្ញុំយកមកចាក់ហើយក៏ដួសលេខដាក់ដុំកូនត្រីខ្លះដើម្បីកុំឲ្យពិបាករាវរួចហើយខ្ញុំមកលីងល្ងបងប្អូនខ្ញុំឃើញខ្ញុំលីងអត់លង្ហុយជោគបងប្អូនលីងធ្នមមកកុំលីងប្រើភ្លើងខ្លាំងពេកលីងវាមួយហើយភាសាពិនិត្យមើលផងមួយចិត្តខ្លោចខ្ញុំលីងខ្ញុំត្រាំតាក់វាល្ងនឹងខ្ញុំលាងវាឲ្យស្អាតព្រោះវាមានកតិចកទីច្រើនអញ្ចឹងខ្ញុំលាងវារួចបានយកមកលីងហើយចុងក្រោយល្ងនឹងអត់បានដាក់ទេលីងខ្លោចជ្រុលលីងខ្លោចជ្រុលចុងក្រោយបានជំនឿប៉ុណ្ណឹងឯងអត់បានមានល្ងដាក់ទេមានតែទឹកស្ករទេខំលីងល្ងលីងអីឡើងហមហួនចុងក្រោយល្ងនឹងចោលដាក់កើតល្វិញ